អាមេរិកចង់ដំឡើងពន្ធដល់ជាង 3,000% ចំពោះផ្ទាំងសូឡាផលិតនៅអាស៊ីអាគ្នេយ៍ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មជាមួយចិនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ដំឡើងរនាំងពន្ធគយបន្ថែមទៀតពីជាង 30% រហូតដល់ជាង 3,000% ចំពោះផ្ទាំងកញ្ចក់សូឡាស្រូបពន្លឺព្រះអាទិត្យដែលបានផលិតក្នុងប្រទេសអាស៊ីអាគ្នេយ៍និងដែលបាននាំចូលទៅសហរដ្ឋអាមេរិករដ្ឋាភិបាលលោកដូណាល់ត្រាំចង់ប្រើវិធានការនេះដើម្បីតាមដាក់សម្ពាធលើក្រុមហ៊ុនចិនដំរីជុលគ្នាងាប់ស្រមោចស្រអាជាស្ដែងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិកជាមួយមហាយៈចិនបានជះឥទ្ធិពលដល់ប្រទេសតូចតាចនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីបន្តដាក់សម្ពាធលើរដ្ឋអំណាចក្រុងប៉េកាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ដាក់រនាំងពន្ធគយចាប់ពី 34% រហូតដល់ទៅ 3,521% ចំពោះផ្ទាំងកញ្ចក់សូឡាស្រូបពន្លឺព្រះអាទិត្យផលិតថាមពលអគ្គិសនីដែលផលិតក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍និងនាំចូលទៅទឹកដីអាមេរិកវិធានការរបស់វ៉ាស៊ីនតោននេះប៉ះពាល់ក្នុងកម្រិតផ្សេងគ្នាទៅតាមប្រទេសវៀតណាមថៃម៉ាឡេស៊ីនិងកម្ពុជានេះបើតាមអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិចំណុះឲ្យក្រសួងពាណិជ្ជកម្មអាមេរិកដែលបានប្រកាសនៅថ្ងៃច័ន្ទទី21មេសាឆ្នាំ2025ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានធ្វើឡើងក្រោយពីសម្ព័ន្ធសហគ្រាសឧស្សាហកម្មផលិតសូឡាអាមេរិកបានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនឲ្យបើកការស៊ើបអង្កេតកាលពីខែមេសាឆ្នាំ2024ពាក្យប្តឹងនេះពាក់ព័ន្ធនឹងការប្រកួតប្រជែងមិនស្មោះត្រង់តាមរយៈការឧបត្ថម្ភទុនរបស់រដ្ឋអំណាចចិនប៉េកាំងចំពោះក្រុមហ៊ុនសហគ្រាសចិនផលិតសូឡាក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលរាយឈ្មោះទាំង4ខាងលើជាសេចក្តីសន្និដ្ឋានបឋមរបស់ក្រុមអ្នកស៊ើបអង្កេតអាមេរិកគឺក្រុមហ៊ុនចិនទាំងនោះពិតជាបានទទួលឧបត្ថម្ភទុនពីប៉េកាំងពិតមែនអាស្រ័យហេតុនេះជាមធ្យមផ្ទាំងសូឡាផលិតនៅប្រទេសម៉ាឡេស៊ីដែលនាំចូលអាមេរិកអាចនឹងត្រូវជាប់ពន្ធបន្ថែម 34.41% ហើយផ្ទាំងសូឡាផលិតនៅកម្ពុជាអាចត្រូវជាប់ពន្ធធ្ងន់ធ្ងររហូតដល់ 3,521% ឯណោះពលគឺគុណនឹងចំនួន35ដងលើសតម្លៃធម្មតាយ៉ាងហោចមានសហគ្រាសក្រុមហ៊ុនចិន2នៅស្រុកខ្មែរគឺ Huni Solar និង Solar Longevitech ដែលត្រូវជាប់ឈ្មោះក្នុងបញ្ជីប្រសិនបើនាំទំនិញប្រភេទនេះចូលទៅអាមេរិកទិន្នន័យផ្លូវការរបស់អាមេរិកបានបង្ហាញថានៅឆ្នាំ2023អាមេរិកនាំចូលផ្ទាំងសូឡាពីបរទេសស្មើនឹងទំហំទឹកប្រាក់ 12,000 លានដុល្លារទោះជាម្ដេចក្តីគណៈកម្មាធិការពាណិជ្ជកម្មដែលចំណុះឲ្យក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសទុកពេលរហូតដល់ថ្ងៃទី2មិថុនាខាងមុខដើម្បីពិចារណានិងពិនិត្យមើលលម្អិតថាតើការឧបត្ថម្ភទុនរបស់រដ្ឋអំណាចចិនប៉េកាំងចំពោះក្រុមហ៊ុនចិននៅប្រទេសអាស៊ីអាគ្នេយ៍ពិតជាការប្រកួតប្រជែងមិនស្មោះត្រង់និងពិតជាប៉ះពាល់ទៅដល់ក្រុមហ៊ុនអាមេរិកមែនដែរឬយ៉ាងណាប្រសិនបើគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកសម្រេចឲ្យអនុវត្តពន្ធដោយរៀបរាប់ខាងលើមែននោះគឺនឹងបន្ថែមទៅលើពន្ធ 10% ដែលបានប្រកាសពីថ្ងៃទី2មេសាកន្លងទៅ